ម្ចាស់ពានរង្វាន់ Nobel សន្តិភាពនិងជាមេដឹកនាំបកប្រឆាំងវីណេស៊ុយអេឡាលោកស្រី Maria Corina Machado បានថ្លែងសារអរគុណដល់លោក Donald Trump ចំពោះការប្រថុយប្រថាននៃការលះបង់គ្រប់បែបយ៉ាងដើម្បីសេរីភាពរបស់ប្រទេសវីណេស៊ុយអេឡានិងពិភពលោកទាំងមូលខណៈលោកស្រីសន្យាថានឹងបន្តសម្របសម្រួលជាមួយសហរដ្ឋអាមេរិកលើផែនការសម្រាប់ការវិលត្រឡប់ទៅកាន់ប្រទេសវីណេស៊ុយអេឡាវិញដើម្បីចូលរួមលើកកម្ពស់សិទ្ធិមនុស្សនិងស្ដារប្រជាធិបតេយ្យនៅវីណេស៊ុយអេឡាមេដឹកនាំបកប្រឆាំងវីណេស៊ុយអេឡាលោកស្រី Machado បានថ្លែងសន្ទរកថាមួយកាលពីថ្ងៃសៅរ៍ទី18ខែមេសានេះដោយនិយាយថាប្រជាជនវីណេស៊ុយអេឡានឹងចងចាំនិងដឹងគុណចំពោះអ្វីដែលប្រធានាធិបតីអាមេរិកលោក Donald Trump បានធ្វើដើម្បីរំដោះប្រទេសមួយនេះចេញពីអំណាចផ្ដាច់ការរបស់លោក Maduro លោកស្រីនិយាយថាលោក Trump ជាមេដឹកនាំពិភពលោកម្នាក់ដែលបានប្រថុយជីវិតនិងហ៊ានលះបង់គ្រប់យ៉ាងដើម្បីគាំទ្រសេរីភាពរបស់វីណេស៊ុយអេឡាគឺការចាប់ខ្លួនមេដឹកនាំផ្ដាច់ការលោក Maduro ចេញពីប្រទេសលោកស្រីសង្កត់ធ្ងន់ថាលោកស្រីមិនសោកស្ដាយទាល់តែសោះចំពោះការលះបង់ប្រគល់ពានរង្វាន់ Nobel សន្តិភាពពិភពលោកទៅជូនលោក Trump ដើម្បីបង្ហាញពីវីរភាពដ៏អង់អាចក្លាហានរបស់គាត់ដើម្បីបុព្វហេតុសន្តិភាពលោកស្រីបន្តថាប៉ុន្មានឆ្នាំនេះលោកប្រធានាធិបតី Donald Trump ខិតខំប្រឹងប្រែងស្ដារសិទ្ធិមនុស្សពង្រឹងប្រជាធិបតេយ្យដោះស្រាយបញ្ហាសេដ្ឋកិច្ចពិភពលោកនិងការពារសន្តិភាពពិភពលោកកម្ចាត់មេដឹកនាំផ្ដាច់ការជាដើមលោកស្រីអះអាងទៀតថាលោកស្រីនឹងបន្តសហការជាមួយសហរដ្ឋអាមេរិកដើម្បីស្ដារប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅប្រទេសវីណេស៊ុយអេឡាឡើងវិញដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋវីណេស៊ុយអេឡាលើសពីនេះលោកស្រី Machado សង្ឃឹមថាសហរដ្ឋអាមេរិកនឹងជួយលោកស្រីដូចគ្នាដើម្បីជំរុញធ្វើយ៉ាងណាឲ្យលោកស្រីអាចវិលត្រឡប់ទៅកាន់ប្រទេសវីណេស៊ុយអេឡាឡើងវិញក្នុងការស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យលោកស្រីបានបង្ហើបទៀតថាលោកស្រីកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលអាមេរិកទាក់ទងនឹងការវិលត្រឡប់របស់លោកស្រីទៅកាន់ប្រទេសវីណេស៊ុយអេឡាដើម្បីដឹកនាំការផ្លាស់ប្ដូរប្រជាធិបតេយ្យពិតប្រាកដលោកស្រីនិយាយក្នុងសម្ដីដើមថាខ្ញុំពិតជាសូមថ្លែងអំណរគុណដល់ប្រធានាធិបតី Trump ដែលបានប្រថុយប្រថានលះបង់គ្រប់បែបយ៉ាងជួយសង្គ្រោះប្រទេសវីណេស៊ុយអេឡាចេញពីរបបផ្ដាច់ការគឺការចាប់ខ្លួនមេដឹកនាំលោក Maduro នេះលោកស្រីបន្តថានេះជាប្រវត្តិសាស្ត្ររបស់ប្រទេសលោកស្រីដែលសហរដ្ឋអាមេរិកដឹកនាំដោយប្រធានាធិបតី Trump បានបញ្ជាឲ្យកងទ័ពអាមេរិកចូលទៅចាប់ខ្លួនគ្រួសារលោក Maduro ដើម្បីស្ដារប្រជាធិបតេយ្យនៅវីណេស៊ុយអេឡាលើសពីនេះលោកស្រីបានស្នើឲ្យសហគមន៍អន្តរជាតិនិងសហរដ្ឋអាមេរិកបន្តបេសកកម្មត្រួតពិនិត្យប្រព័ន្ធគ្រប់គ្រងវីណេស៊ុយអេឡាបន្ថែមទៀតដើម្បីបង្ហាញពីដំណាភាពនិងយុត្តិធម៌សង្គមសម្រាប់ពលរដ្ឋវីណេស៊ុយអេឡាលោកស្រី Machado និយាយក្នុងសម្ដីដើមថាឥឡូវនេះវាច្បាស់ណាស់ថាមានអ្នកដែលចង់ឲ្យប្រទេសវីណេស៊ុយអេឡាក្លាយជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យនិងអ្នកដែលចង់រក្សារបបចាស់សំណួរនៅត្រង់ថាតើពេលណាពួកគេនឹងធ្វើការបោះឆ្នោតជាថ្មីលោកស្រីអះអាងថាលោកស្រីមិនខ្លាចការលះបង់អ្វីទាំងអស់គឺលោកស្រីសុខចិត្តឱនក្បាលដាក់សហរដ្ឋអាមេរិកអង្វរសរសើរអរគុណអាមេរិកដែលបានជួយសង្គ្រោះប្រទេសជាតិវីណេស៊ុយអេឡាឡើងវិញបន្ថែមពីនេះលោកស្រីសង្កត់ធ្ងន់ថាលោកស្រីសុខចិត្តលះបង់ពានរង្វាន់ Nobel សន្តិភាពដែលលោកស្រីខិតខំតស៊ូមតិស្ទើរតែមួយជីវិតប្រគល់ពានរង្វាន់មួយនេះជូនដល់លោក Trump ដោយសន្តិចិត្តនិងក្តីរីករាយបំផុតចេញពីបេះដូងលោកស្រីបាននិយាយការពារថាទង្វើរបស់លោកស្រីដែលអន់លំទោនដាក់សហរដ្ឋអាមេរិកបែបនេះនឹងត្រូវរងមតិរិះគន់ថាលោកស្រីជាអាយ៉ងរបស់អាមេរិកសុខចិត្តលះបង់ពានរង្វាន់សន្តិភាពដើម្បីផ្គាប់ចិត្តលោក Trump យ៉ាងណាលោកស្រី Machado បានអះអាងថាលោកស្រីមិនខ្វល់នឹងមតិរិះគន់នោះទេគឺលោកស្រីសុខចិត្តធ្វើគ្រប់យ៉ាងដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យសិទ្ធិមនុស្សនិងសន្តិភាពសម្រាប់ប្រជាពលរដ្ឋវីណេស៊ុយអេឡារបស់លោកស្រីប៉ុណ្ណោះលោកស្រីនិយាយថាខ្ញុំធ្វើគ្រប់យ៉ាងដើម្បីប្រជាជនខ្ញុំប្រទេសណាក៏ដោយមេដឹកនាំណាក៏ដោយឲ្យតែអាចជួយសង្គ្រោះប្រជាជនខ្ញុំចេញពីរបបផ្ដាច់ការខ្ញុំនឹងកោតសរសើរថ្លែងអំណរគុណនិងដឹងគុណមេដឹកនាំរូបនោះ